ចឹងមានន័យថាអត់ខ្វល់រឿងអត់ជើងទេសំខាន់ឲ្យតែឆ្លោះកញ្ចក់ឃើញមុខស្អាតគឺសប្បាយចិត្តហ្មងចាអាយូបងប្អូនអត់ខ្វល់រឿងអត់ជើងទេឲ្យតែឆ្លោះកញ្ចក់ឃើញមុខស្អាតគឺដឹងតែសប្បាយចិត្តទេចាអត់ចេះបាក់ទឹកចិត្តទេអត់ទេមានដែលថាលួចអន់ចិត្តហូរទឹកភ្នែកទេថាយើងកាត់មកទៅជាគេមានជើងយើងអត់ជើងហ្នឹងណាអត់ដែរអងពូអត់ដែរទេចាមូលហេតុអីបានជាមុខ shoot ហើយក៏ប៉ុន្តែបែរជាពីការជើងទាំងសងខាងដាច់ទាំងសងខាងឡានគៀពូឡានគៀចាឡានគៀនៅណានៅផែភ្នៅព្រៃភ្នៅចាអូហើយឡានគៀហ្នឹងគេមានសងសំណងយើងទេអត់សងអងពូគេអត់សងហ្មងចាបងប្អូនសោកស្ដាយណាស់ដែលក្មួយស្រីសំរងបងប្អូនមើលមកគាត់ខ្ជូតតែម្ដងគួរឲ្យស្រឡាញ់ស្អាតប៉ុន្តែអ្វីដែលយើងសោកស្ដាយចំពោះគាត់ត្រូវបានឡានគៀដាច់ជើងទាំងសងខាងក៏ប៉ុន្តែគាត់ហាក់បីដូចជាគ្មានការសោកស្ដាយអ្វីដែលកើតចំពោះគាត់ទេគាត់នៅតែញញឹមទទួលយកបានបាទក្នុងក្តីសង្ឃឹមក្នុងជីវិតអញ្ចឹងណាក្មួយណាចាជំរាបការផ្សេងឲ្យខំរឹកចិត្តខ្លួនឯងតស៊ូកុំបាក់ទឹកចិត្តហើយឃានភ័យបកែធ្វើគ្រូបរិញ្ញាដូចខ្ញុំឥឡូវក្មួយដឹងថាអនាគតគឺដឹងថាគ្រូបរិញ្ញាហ្មងដឹងខ្លួនឯងហ្មងចាអូបាទជឿជាក់មែនទេបងប្អូនគាត់បដិញ្ញាថាគាត់នឹងអនាគតនឹងក្លាយជាគ្រូបង្រៀនម្នាក់ក្មួយស្រីគោបំណងអនាគតចង់ធ្វើអីដែរខ្ញុំចង់ធ្វើគ្រូបរិញ្ញាចង់ធ្វើគ្រូបរិញ្ញាចាអូចង់ធ្វើគ្រូបង្រៀនបងប្អូនណាខ្ញុំសន្យាថាធ្វើឲ្យខ្ញុំឲ្យធំឡើងខ្ញុំខ្លាចជាគ្រូបង្រៀនឲ្យបានចង់រៀនអង់គ្លេសចង់ធ្វើគ្រូបង្រៀនអង់គ្លេសចាមូលហេតុអីបានចង់ធ្វើជាគ្រូអង់គ្លេសចង់ចេះអង់គ្លេសហើយចង់និយាយអង់គ្លេសមួយប្រទេសគេពេលដែលកាត់គ្រូអង់គ្លេសបានលុយច្រើនយកទៅធ្វើអីយកទៅធ្វើផ្ទះហើយនឹងជួយម៉ាក់ខ្ញុំជួយឪពុកហើយនឹងម្ដាយណាចាអូបាទចង់ធ្វើផ្ទះដោយសារអីគឺផ្ទះរាល់ថ្ងៃចាស់ពេកអីចាហើយចុះឪពុកម្ដាយគាត់ធ្វើអីប្រចាំថ្ងៃម៉ាក់ខ្ញុំធ្វើការអនាម័យតាមផ្ទះគេអូម្ដាយជាអ្នកធ្វើការបម្រើការងារជាអ្នកអនាម័យណាចាដើរសម្អាតតាមផ្ទះគេចាឡានគៀហ្នឹងគៀតាំងពីក្មួយនៅអាយុប្រហែល6ឆ្នាំពូតាំង6ឆ្នាំចាហើយឥឡូវអាយុប្រហែលហើយអាយុ711ពូ711ឆ្នាំហើយចាហើយរៀនថ្នាក់ទីប៉ុន្មានជួបជាបងប្អូនទី5ពូថ្នាក់ទី5ចាអត់ទេពូអត់ទេណាចាសប្បាយចិត្តចាទទួលយកបានចាអត់មានការបាក់ទឹកចិត្តអីទេអត់ហងពូអត់ទេណាចាហើយចុះបើគេលេងបាល់លេងអីចេះលេងបាល់ទេចេះដែរចាលេងបាល់កើតដែរកើតពូលេងមិនទៅយកដៃទាត់ទៅកាខ្លះយកជើងទាត់សូមលេងបាល់បានទៀតបងប្អូនមិនធម្មតាទេស្រឡាញ់វិស័យលេងបាល់ទេចូលចិត្តមកល្មមណាចាបងប្អូនប្រហែលអ្នកទាំងអស់5នាក់ស្រីតែខ្ញុំម្នាក់ឯពូផុស4ប្រុស4ចាហើយក្មួយសំរងជាកូនទីប្រហែលខ្ញុំកូនទី4កូនទី4ណាចាក្មួយស្រីគោបំណងអនាគតចង់ធ្វើអីដែរខ្ញុំចង់ធ្វើគ្រូបរិញ្ញាចង់ធ្វើគ្រូបរិញ្ញាចាអូចង់ធ្វើគ្រូបង្រៀនបងប្អូនណាចង់រៀនអង់គ្លេសចង់ធ្វើគ្រូបរិញ្ញាអង់គ្លេសចាមូលហេតុអីបានចង់ធ្វើជាគ្រូអង់គ្លេសចង់ចេះអង់គ្លេសហើយចង់និយាយអង់គ្លេសមួយប្រទេសគេពេលដែលកាត់គ្រូអង់គ្លេសបានលុយច្រើនយកទៅធ្វើអីយកទៅធ្វើផ្ទះហើយនឹងជួយម៉ាក់ខ្ញុំជួយឪពុកហើយនឹងម្ដាយណាចាអូបាទចង់ធ្វើផ្ទះដោយសារអីគឺផ្ទះរាល់ថ្ងៃចាស់ពេកអីចាភាពក្លាហានឆន្ទៈនឹងការតស៊ូពុះពៀនៅក្នុងជីវិតរបស់ក្មួយស្រីសំរងបាទមិនដែលចុះក្មួយឥឡូវពូសួរចេញពីចិត្តទេណាកុំកុហកពូណាមានដែលថាលួចអន់ចិត្តហូរទឹកភ្នែកទេថាយើងកាត់មកទៅជាគេមានជើងយើងអត់ជើងណាអត់ដែរអងពូអត់ដែរទេចាដឹងថាទទួលយកនឹងលក្ខខណ្ឌហ្នឹងហ្មងចាបងប្អូនគាត់អត់ដែលគាត់បាននិយាយហើយដោយក្តីញញឹមទៀតបាទគឺមិនដែលមានថ្ងៃណាមួយដែលគាត់អន់ចិត្តនៅខ្លួនឯងទេនៅក្នុងការដែលគាត់អត់មានជើងនេះគឺគាត់ទទួលយកបានដោយសារតែគាត់គិតថានេះគឺជារឿងដែលកើតឡើងចំពោះជីវិតគាត់ហើយណាចាប៉ុន្តែមុខខ្ជូតមែនទែនធំឡើងមុខនេះគឺមុខតារាហ្មងដឹងតែខ្លួនឯងស្អាតទេចាដឹងដែរចាពេលឆ្លោះកញ្ចក់ឃើញមុខខ្លួនឯងស្អាតមានអារម្មណ៍ថាយ៉ាងម៉េចសប្បាយចិត្តចាអញ្ចឹងមានន័យថាអត់ខ្វល់រឿងអត់ជើងទេសំខាន់ឲ្យតែឆ្លោះកញ្ចក់ឃើញមុខស្អាតគឺសប្បាយចិត្តហ្មងចាអាយូបងប្អូនបាទអត់ខ្វល់រឿងអត់ជើងទេឲ្យតែឆ្លោះកញ្ចក់ឃើញមុខស្អាតគឺដឹងតែសប្បាយចិត្តទេចាអត់ចេះបាក់ទឹកចិត្តទេអត់ទេឥឡូវពូមកថ្ងៃនេះពូមានក្រុមហ៊ុនផ្សារធម្មជាតិ24ប្អូនស្រីស៊ូសូភាបាទដែលជា CEO ក្រុមហ៊ុនគាត់បានឃើញវីដេអូក្មួយណាគាត់ក៏ថាងអាណិតក្មួយឲ្យពូចោះមកបាទយកថវិកាចំនួន800000មកជួយក្មួយបាទហើយនឹងក្រៅពីនោះក៏យើងមានជាមួយនឹងស្បៀងមួយចំនួន
bà dừng miên đi trai kho chấm luôn xe sập cầm pong mi một cái ông co bà một con bê tôi từ trai từ yếu hơi dừng miênផលិតផល probiotic បាទរបស់ក្រុមហ៊ុនផ្សារធម្មជាតិ24របស់យើងផងដែរបងប្អូនឆ្លៀតប្រមូលដល់បងប្អូនស្គាល់ទៅសម្រាប់បងប្អូនដែលមានបញ្ហាលាក់កាពះពោះវៀនឈឺកាពះរ៉ាំរ៉ៃពិបាកបត់ជើងអត់រំលាយអាហារពិបាកបត់ជើងហ្នឹងគឺ probiotic ជួយបងប្អូនបានជាពិសេសបងប្អូនដែលមានពុកម្ដាយចាស់អីទិញជូនគាត់ពិសាទៅអានេះគឺយើងវាមានកញ្ចប់តូចៗនៅក្នុងហ្នឹងបងហែកញ៉ាំមួយថ្ងៃមកកញ្ចប់បាទញ៉ាំហើយយើងញ៉ាំទឹកពីក្រោយទៅបាទ probiotic ហ្នឹងបាទហើយនោះបាទសម្រាប់កង់លឺឈឺកាពះត្រូវហើយអានេះ NAD Plus Skin យ៉ាងនេះរបស់ក្រុមហ៊ុនផ្សារធម្មជាតិ24ដែរជួយប្រឆាំងភាពចាស់ជួយទៅព្យាបាលកោសបង្កើនសម្រស់ណាប្រឆាំងភាពចាស់ជួយព្យាបាលកោសិកាចាស់បង្កើតកោសិកាថ្មីជាពិសេសបងប្អូនដែលមានបញ្ហាស្មារតីតែងតែភ្លៀងភ្លេចហើយនឹងលហិតលហៃកម្លាំងហ៎បងអញ្ចឹងញ៉ាំអាហ្នឹងទៅមួយថ្ងៃ2ដងម្ដងមួយគ្រាប់បាទក្រោយបាយធ្វើឲ្យស្បែកភ្លឺបាទពេលព្រឹកហើយនឹងពេលល្ងាចណាការញ៉ាំណាអានេះសម្លេងអនាម័យសោភានារីបាទទុកឲ្យបងប្អូនប្រើទៅបាទអានឹងបោះស្រីយល់ហើយដឹងប្រើមិនហើយខ្ញុំអរគុណអ្នកមេងសុសភាដែលជួយរឿងខ្ញុំនាងខ្ញុំសូមអរគុណអ្នកមេងសុសភាឲ្យអ្នកមេងរស់ស៊ីមានបានកាន់ទីផ្សារកាន់តាឡើងបើសើឲ្យគ្រួសារអ្នកមេងសុខសប្បាយខ្ញុំសន្យាមួយម៉ាក់មេងសុសភាថាខ្ញុំធំឡើងខ្ញុំនឹងក្លាយជាគ្រូបង្រៀនតតែបានណាគ្រូក្លាយជាគ្រូបង្រៀនតតែបានណាចាអូបដិញ្ញាណាអញ្ចឹងសង្ឃឹមថាបងអូនស្រីស៊ូសូភាបានឃើញបានលឺហើយនឹងសប្បាយចិត្តដែលបានឲ្យឧបត្ថម្ភថវិកាមកក្មួយនឹងតស៊ូណាចាបាទដើម្បីឲ្យខ្លាយជាគ្រូបង្រៀន